រដូវកាលមាសរបស់បាសសេឡូណាកើបពៀនធំទាំង3នៅឯប្រទេសអេស្ប៉ាញដោយគ្មានក្រុមណាអាចប្រជែងជាមួយនឹងពួកគេបាននោះទេជាមួយទំនឹងលេងដ៏មុតស្រួយកាចក្រុមណាជួបក៏បុកពោះទស្សនាមិនចេះធុញពេលនេះបាសសេឡូណាបានគ្រងជើងឯកឡាលីកាជាលើកទី28ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបបន្ទាប់ពីយកឈ្នះក្រុមអេស្ប៉ាញ៉ុល2-0កាលពីម្សិលមិញដោយសល់2ប្រកួតទៀតឯណោះនៅក្នុងដៃខណៈដែលនេះគឺជាពានទី3នៅក្នុងរដូវកាលនេះហើយសម្រាប់បាសេឡូណាដោយពានទី1គឺ Super Copa de España ឈ្នះ Real Madrid វគ្គផ្ដាច់ព្រាត់5-2ពានទី2គឺ Copa del Rey ឈ្នះ Real Madrid វគ្គផ្ដាច់ព្រាត់3-2និងពានទី3ចុងក្រោយគឺ La Liga នេះឯងបន្ទាប់ពីប្រជែងគ្នាយ៉ាងតឹងតែងជាមួយនឹង Real Madrid ដោយរដូវកាលនេះ Real Madrid មិនបានឈ្នះពាននោះទេដែលបាសេឡូណាជាអ្នកឈ្នះពានទាំងអស់នៅឯប្រទេសអេស្ប៉ាញនៅក្នុងរដូវកាលនេះតែអ្នកដឹងទេថានៅឡាលីការដូវកាលនេះមានតែក្រុម5ប៉ុណ្ណោះដែលបាសេឡូណាលេងចាញ់គឺការចាញ់លើកទី1នោះចាញ់ក្រុមអូសាសូណា4-2នៅក្នុងទឹកដីរបស់អូសាសូណាការចាញ់លើកទី2គឺចាញ់ក្រុម Real Sociedad 1-0នៅក្នុងដីរបស់ Real Sociedad ចាញ់លើកទី3គឺចាញ់ក្រុម Las Palmas 1-2នៅក្នុងទឹកដីរបស់ខ្លួនឯងចាញ់លើកទី4គឺចាញ់ក្រុម Leganes 1-0នៅក្នុងទឹកដីរបស់ខ្លួនឯងនិងចាញ់លើកទី5ដែលជាការចាញ់លើកចុងក្រោយនៅ La Liga រដូវកាលនេះគឺចាញ់ក្រុម Atletico de Madrid នៅក្នុងទឹកដីរបស់ខ្លួនឯងកាលពីថ្ងៃទី22ខែធ្នូឆ្នាំ2024មានន័យថានៅក្នុងឆ្នាំ2025នេះបាសេឡូណាមិនដែលលេងចាញ់នៅក្នុងលីកនោះទេរហូតដល់ការគ្រងជើងឯកឡាលីកាជាលើកទី28នេះរឿងដែលអ្នកគ្រប់គ្រងបាល់ទាត់ញាក់ផ្អើលបំផុតនោះគឺ Real Madrid ដែលជាគូប្រជែងធំជាងគេរបស់បាសេឡូណាលេងមិនឈ្នះបាសេឡូណាសោះនៅក្នុងរដូវកាលនេះគឺចាញ់គ្រប់កម្មវិធីប្រកួតទាំងអស់ដោយ El Clasico កើតឡើងចំនួន5ដង Real Madrid បានចាញ់ការប្រកួតទាំង5ដងគូបញ្ជាក់ផងដែរថាបាសេឡូណានៅសល់2ប្រកួតទៀតនៅ La Liga ដែលជាការប្រកួតបង្ក្រប់កិច្ចគឺប៉ះ Villarreal និងប៉ះ Athletic Bilbao ហើយពួកគេមិនមានឈ្មោះលេងនៅក្លឹប World Cup នោះទេដែលពានរង្វាន់លំដាប់ពិភពលោកមួយនេះនឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី10ខែមិថុនាឆ្នាំ2025ខាងមុខនេះហើយ